បាទសូមលំអរកាយក្រួយមានសួរប្រិយមិត្តទូសរិទ្ធិជនដែលកំពុងតែតាមដានការផ្សាយផ្ទាល់បាទនៃអង្គភាព SNTV Breaking News បាទតាមរយៈ page KBS បាទ Breaking News បាទគណៈពេលនេះគឺមានវត្តបាទករណីកំណាក់ចរាយមួយចមួយកាត់ឡើងបាទរវាងម៉ូតូ Scoopy បាទពាក់ស្លាកលេខភ្នំពេញ 1AU 7378បាទប្រិយមិត្តបាទ Scoopy ពណ៌សបាទបុកមួយគេដែរប៊ីមួយឡាននេះហ៎ស្អីប្រុសនេះបើកម៉ូតូច្បងហ៎ច្បងអានេះបើកម៉ូតូបងនេះឃើញខ្លែមកដល់អូបាទខ្លែមនេះទៀតតិចអស់ម៉ូតូខាងមុខប្រិយមិត្តបាទហើយពងទាមុនពងទាមុនណាបាទហើយម៉ូតូមានដល់មកពីណាអូនណាអត់ដឹងណាមានទាំងកត្រៃមានទាំងអីបាទប្រិយមិត្តជនបាទប៉ះជាមួយបាទរថយន្តស៊េរីទំនើបមួយគ្រឿងបាទផ្លាកលេខកម្ពុជា CM បាទ8898បាទហើយតាមប្រភពនៅកន្លែងកាត់ហេតុបញ្ជាក់ថាបាទម្ចាស់ម៉ូតូហាក់បីដូចជាស្រវឹងបាទប្រិយមិត្តជនបាទម៉ូតូមកនេះដែរយើងឃើញថាមានវត្តមានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យផ្អែកសិនយើងក៏បានមកដល់ទីតាំងកាត់ហេតុដែរលោកគ្រូអត់យកឡាក់ម្នាក់អ្នកជំងឺលោកគ្រូអត់អូបាទហើយរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យផ្អែកសិនយើងក៏បានត្រឡប់ទៅវិញដែរថាអ្នកជំងឺអ្នករងគ្រោះថ្នាក់នេះគឺអត់ត្រូវអីទេតាមប្រសាសន៍លោកគ្រូពេទ្យបាទហើយយើងមើលឃើញថារថយន្តនោះបើកទិសដៅពីកើតមកលិចបាទហើយឃើញមកឋានភាពម៉ូតូឃើញថាយើងឃើញពីលិចទៅកើតវិញប្រិយមិត្តបាទហើយទីតាំងកន្លែងនេះគឺតលមុខបាទក្លឹបប៉ឡាយបាទក្លឹបរាត្រីប៉ឡាយហើយចំពោះហេតុការណ៍នេះផងដែរប្រិយមិត្តបាទកើតឡើងនៅវេលាម៉ោង 10:34 នាទីនៅពេលនេះដែរប្រិយមិត្តបាទតែស្ថិតតាមដោយផ្លូវប៉ឡាយពោះទៅអូជាទៀលបាទក្នុងសង្កាត់លេខ4ក្រុងនិងខេត្តព្រះសីហនុបាទប្រិយមិត្តជនបាទបើមើលតាមស្ថានភាពនេះថាជាអ៊ីនធឺណិតមើលទៅវាអត់ទៅអំណោយផលប្រិយមិត្តបាទមានការលាក់លូននឹងការផ្សាយក៏សូមកាន់តែបិទទុកពីសំណាក់ប្រិយមិត្តទស្សនិកជនដែលកំពុងទៅតាមដានផងដែរបាទហើយហេតុការណ៍នេះធ្វើឲ្យមានការពិបាកនឹងធ្វើដំណើរបាទពេលថាឡានមកចំហៀងទៅបាទរថយន្តមកចំហៀងទៅហើយម៉ូតូមកចំហៀងទៅហើយម៉ូតូមកនេះដែរគឺអត់តមានថាវត្តមានសមត្ថកិច្ចមកដល់ទីតាំងខេត្តនេះទេបាទព្រោះផ្លូវឡានឥឡូវ3 4ចែកគ្នាប្រិយមិត្តបាទដែលយកមកពីខាងពីកើតមកលិចនេះបាទចតឡានចំពាក់កណ្ដាលផ្លូវហើយយើងទៀតបាទម៉ូតូនៅចំពាក់កណ្ដាលយើងទៀតអញ្ចឹងឃើញថារថយន្តបាទដូចជាម៉ូតូឆ្លងកាត់ទីនេះគឺថាទៅបញ្ជាគ្នាបន្តិចបាទប្រិយមិត្តជនបាទវាមានការហាក់បីដូចជាកកស្ទះតិចដែរប្រិយមិត្តបាទក្នុងការធ្វើដំណើរបាទសូមបញ្ជាក់ទស្សនិកជនផងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបណ្ដោយផ្លូវប៉ឡាយដែលគេថាទៅអូជាទៀលហ្នឹងប្រិយមិត្តបាទហើយស្ថិតក្នុងសង្កាត់លេខ4ក្រុងខេត្តសីហនុនេះគឺมันបានបង្កឲ្យគេខានម្នាក់រងរបួសធ្ងន់ធ្ងរនោះទេបាទហើយយើងតាមទទួលព័ត៌មានបឋមពីបាទទទួលព័ត៌មានបឋមពីបងប្អូនជាបរិវត្តនៅកន្លែងហេតុការណ៍នេះគឺថាអ្នកតាបើបន្តស្គូពីនោះហើយបែរដូចជាស្រវឹងបាទស្រវឹងតិចតែប្រិមិត្តបាទយើងមិនតច្បាស់ការនៅឡើយទេបាទហើយដល់ថាស្រវឹងឬមិនស្រវឹងនោះទៅលើសមត្ថកិច្ចតែមានតួនាទីផ្លុំបកលទេយើងដឹងហើយបាទពីមាត់ព័ត៌មានគាត់ថាគេសង្ស័យបាទជាបរិវត្តនៅកន្លែងនេះសង្ស័យថាគាត់ទៅប្រហែលដូចជាស្រវឹងបាទតែការពិតយ៉ាងណាយើងនៅមិនទាន់ដឹងនៅឡើយទេបាទរថយន្តយើងឃើញថារថយន្តអានេះយន្តនេះណាណាស្តារហ្នឹងអាយយន្តនេះគេប្រិមិត្តអ្នកព័ត៌មានស្គាល់ម៉ាករថយន្តនេះរីទំនើបពេកបាទហើយគេថាផ្លូវផ្ទះណាប្រិមិត្តអើយអូអាផាតបាទអាផាតរីទំនើបក៏មើលគូដាច់ទៅបានដឹងទៅវិញបាទគូរថយន្តបាទជាស្រ័យផងបាទមើលគូរថយន្តបានដឹងថាសាកលេខកម្ពុជា CM 8898នេះបាទរងការខូចខាតយ៉ាងដំណំប្រិមិត្តបាទការទៅខាងមុខបាទទៅការខូចខាតឲ្យជួសជុលច្រើនដែរបាទនេះទំនើបផង
បាទប្រិមិត្តឃើញថាកន្លែងនេះគឺខ្ញុំលំបាកណាស់ការធ្វើដំណើរបាទម៉ូតូមកចំហៀងយើងទៅប្រិមិត្តឃើញម៉ូតូមកចំហៀងការធ្វើដំណើរពីបាទពីលេខទៅកើតនោះគឺបាំងម៉ូតូមួយគ្រឿងបាទហើយពីកើតមកលេខវិញបាំងរថយន្តមួយគ្រឿងទៀតដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍នេះហើយក៏ជំរាបជូនប្រយ័ត្នផងដែរថាបាទបើសិនតែយើងប្រសិនបើជាយើងបាទហូបចុកគ្រឿងស្រវឹងសូមមេត្តាកុំបើកបោបាទសម្រាប់ឲ្យស្វាងហើយសិនចាំយើងបើកបោបាទដើម្បីការពារសុវត្ថិភាពខ្លួនឯងដូចជាតបសម្បត្តិខ្លួនឯងនិងអ្នកដទៃផងដែរក្នុងការរួមដំណើរជាមួយគ្នាបាទនេះហេតុការណ៍នេះគឺប្រាក់តិចតួចទេប្រិមិត្តបាទបើសិនអាចនឹងធ្ងន់ធ្ងរអាចបាត់បង់ដល់ជីវិតបាទពីកន្លងមកយើងឃើញថាករណីឆ្លាក់ចរាចរណ៍នេះបានបង្កឲ្យបាទបងប្អូនជីវរដ្ឋយើងមួយចំនួនគ្រោះថ្នាក់ដល់បាត់បង់ជីវិតបាត់បង់សាច់ញាតិបាទដូចជាបាទខូចខាតទ្រព្យសម្បត្តិនិងខាត់ពេលវេលាសម្រាប់ព្យាបាលផងដែរប្រិមិត្តបាទបាទអរគុណណាស់ប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃតាមដាននៃការផ្សាយផ្ទាល់នៃអង្គភាព SNTV Breaking News គណៈពេលនេះខ្ញុំបាទវ៉ានីនក៏សូមការខន្តីអភ័យទោសពីសំណាក់ទូតនិកជនផងដែរដោយប្រការណាមួយដែលខ្ញុំអត្ថាធិប្បាយទៅមានការលើសលុបខ្វះខាតដោយប្រការណាមួយដែលជាកំហុសអចេតនាក៏សូមខន្តីអភ័យទោសផងហើយគណៈពេលនេះខ្ញុំបាទវ៉ានីនទៅតាមបណ្ដោយផ្លូវប៉ូឡាយសូមអរគុណសូមគោរពលាយ៉ាងមកអាចារ្យនេះសូមជាផងដែរ